ធ្វើម៉េចទើបយើងអាចបង្កើតសមត្ថភាពខ្លួនឯងបាននេះជាបទពិសោធន៍ដែលខ្ញុំអនុវត្តផ្ទាល់ខ្ញុំនឹងចាំតែជួនអ្នកទាំងអស់គ្នាទី1អ្នកទាំងអស់គ្នាត្រូវតែមាន idol ឬក៏មានអ្នកណាម្នាក់ដែលជាគំរូរៀនចំណុចល្អៗរបស់គេទី2យើងកាត់បន្ថយតំណែងជាពិសេសតំណែងជាមួយនឹងមនុស្សដែលគិតអវិជ្ជមានអ្នកដែលគាត់គិតមិនល្អអ្នកដែលគាត់អត់ដែរជួយជុំចែងរឿងគាត់តែបដិសេធខ្លាចនេះខ្លាចនោះអីកាត់តំណែងនឹងចោលទៅចំណុចទី3ចំណាយពេលវេលាទៅលើរឿងណាដែលយើងមានគិតថាបានប្រយោជន៍មានប្រយោជន៍សម្រាប់យើងឬក៏រីកចម្រើនដល់យើងរឿងណាដែលមានប្រយោជន៍ធ្វើរឿងហ្នឹងរឿងណាដែលអត់ប្រយោជន៍ទុកម្ដុំសិនទី3ធ្វើឲ្យខ្លួនឯងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃធ្វើម៉េចឲ្យខ្លួនឯងថ្ងៃនេះល្អជាងថ្ងៃម្សិលមិញទៅបានហើយត្រូវតែអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃឲ្យល្អជាងថ្ងៃម្សិលមិញរឿងទី5គឺយើងផ្ដោតទៅលើរឿងតែមួយបានន័យថាធ្វើរឿងមួយឲ្យជោគជ័យសូមយើងបន្តធ្វើរឿងមួយទៀតបានន័យថាកុំធ្វើរឿងច្រើននៅក្នុងពេលតែមួយធ្វើរឿងមួយឲ្យជោគជ័យសូមយើងបន្តទៅទៀតដើម្បីកុំឲ្យយើងមានសម្ពាធតែពេលណាយើងធ្វើរឿងច្រើននៅក្នុងពេលតែមួយធ្វើឲ្យយើងមានសម្ពាធគិតអីអត់ចាញ់ទេវិញបានពេញនឹងទី6រៀនធ្វើអ្វីដែលថ្មីចាប់យកអ្វីដែលថ្មីដាក់ក្នុងខួរក្បាលហើយចែករំលែកនៅអ្វីដែលខ្លួនយើងចេះតិចមនុស្សជុំវិញខ្លួនអ្វីដែលយើងអាចធ្វើបានជួយគេបានជួយនឹងទៅអ្វីដែលយើងអាចចែករំលែកដល់គេបានជួយបានប៉ុណ្ណាយកប៉ុណ្ណឹងទៅតាមសមត្ថភាពដែលយើងមានចំណុចចុងក្រោយគេបងអស់គឺគិតអ្វីដែលខុសពីគេធ្វើអ្វីដែលខុសពីគេឱកាសយើងនឹងច្រើនជាងគេការដែលយើងធ្វើខុសគេអ្នកដទៃអត់មានណាគេធ្វើតាមយើងព្រោះការងារដែលស្រួលមុខរបរដែលស្រួលគេរកពេញនឹងអស់ហើយអញ្ចឹងយើងត្រូវរកស្រួលមុខរបរណាដែលខុសគេដែលពិបាកជាងគេការងារដែលពិបាកជាងគេមុខរបរដែលខុសគេគឺយើងមានឱកាសនឹងជោគជ័យច្រើនជាងគេព្រោះដោយសារតែមុខរបរដែលពិបាករកស៊ីមុខការងារដែលពិបាកធ្វើអត់ដែលមានអ្នកណាម្នាក់ចង់ធ្វើទេព្រោះមនុស្សយើងចូលចិត្តតែអ្វីដែលស្រួលអ្វីដែលពិបាកអត់សូវចូលចិត្តទេ